ព័ត៌មានបន្ទាន់ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ីរ៉ង់លើកងទ័ពអាមេរិកកងពលទ័ពអាកាសលេខ82នៃយោធាសហរដ្ឋអាមេរិកបានរងនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងទ្រង់ទ្រាយធំពីសំណាក់ប្រទេសអ៊ីរ៉ង់ដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកឧទ្ធម្ភាគចក្រវិទ្យាសាស្ត្ររាប់រយគ្រឿងបានប្រញាប់ប្រញាល់ទៅកាន់ប្រទេសគុយវ៉ែតដើម្បីជួយសង្គ្រោះអ្នករងរបួសនេះគឺជាលើកទី1ហើយដែលក្នុងរយៈពេលរាប់ទសវត្សរ៍ដែលមានប្រទេសមួយហ៊ានបើកការវាយប្រហារប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិកផែនការនិងការរៀបចំរបស់អ៊ីរ៉ង់ការលួចយកព័ត៌មានដោយមានការគ្រប់គ្រងពីបណ្ដាប្រទេសផ្សេងៗទៀតអ៊ីរ៉ង់បានជ្រៀតចូលក្នុងប្រព័ន្ធទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកនិងទទួលយកព័ត៌មានយ៉ាងច្បាស់លាស់អំពីពេលវេលាមកដល់និងទីតាំងរបស់កងពលតូចទី1ការបញ្ជូនកម្លាំងបង្កប់អ៊ីរ៉ង់បានបញ្ជូនទាហានពិសេសកម្ពុជា5នាក់ដោយក្លែងខ្លួនជាអ្នកកងវិលសាទដើម្បីលបចូលទៅក្នុងតំបន់ក្បែរចំណុចប្រមូលផ្ដុំរបស់កងពលតូចទី1មុនពេលវាយប្រហារពីថ្ងៃសង្គ្រាមអេឡិចត្រូនិករថយន្តបង្ខូចសញ្ញាអេឡិចត្រូនិកចំនួន2គ្រឿងត្រូវបានបញ្ជូនទៅកាន់ព្រំដែនគុយវ៉ែតដើម្បីរំខានដល់ប្រព័ន្ធរ៉ាដានិងទំនាក់ទំនងរបស់អាមេរិកដំណាក់កាលនៃការវាយប្រហារ1ការបិទប្រព័ន្ធទំនាក់ទំនងរថយន្តបង្ខូចសញ្ញាអេឡិចត្រូនិកបានចាប់ផ្ដើមប្រតិបត្តិការធ្វើឲ្យប្រព័ន្ធរ៉ាដារបស់យោធាសហរដ្ឋអាមេរិកលែងដំណើរការភ្លាមៗនិងកាត់បន្ថយរាល់ការបញ្ជាទាំងអស់2កំណត់គោលដៅទាហានពិសេសដែលបង្កប់ខ្លួនបានប្រើប្រាស់ឧបករណ៍បញ្ជាលេเซอร์ដើម្បីផ្ដល់គោលដៅយ៉ាងច្បាស់លាស់សម្រាប់ការវាយប្រហារតាមអាកាស3ការប្រើប្រាស់ដ្រូនប្រភេទ Ababil 3ចំនួន36គ្រឿងដែលផ្ទុកគ្រឿងផ្ទុះខ្លាំងបានបំផ្លាញដេប៉ូគ្រាប់រំសេវនិងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់សហរដ្ឋអាមេរិក4ការវាយប្រហារដោយយន្តហោះចម្បាំងF4E ចំនួន4គ្រឿងបានហោះក្នុងកម្ពស់ទាបបំផុត30ម៉ែត្រដើម្បីជាពីរ៉ាដារួចបាញ់មីស៊ីលប្រឆាំងរ៉ាដានិងទម្លាក់គ្រាប់បែកលើបន្ទាយទាហានគ្រាប់បែក2គ្រាប់ត្រូវបានធ្លាក់ចំបញ្ជាការរបស់កងពលតូចទី1សម្រាប់មេបញ្ជាការ8នាក់នៅនឹងកន្លែងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបណ្ដាលឲ្យមានការខាត់បងឬរងរបួសដល់កងទ័ពអ៊ីរ៉ង់ឡើយដែលវាគឺជារឿងមួយដែលមិនអាចទទួលយកបានសម្រាប់ភាគីម្ខាងទៀត